សួស្តីបងប្អូនថ្ងៃនេះមកបង្ហាញបងប្អូនតើតើជាមួយនឹងការចងនុយដើម្បីស្ទូចត្រីសាម៉ុនម្ដងហើយសម្រាប់នុយគឺយើងយកត្រីធូណាកំប៉ុងណាមិនមែនត្រីស្រស់ទេណាបងប្អូនយកមកធ្វើនុយហើយសម្រាប់ការចងដំបូងគឺយើងយកស្បៃដាក់ត្រីធូណានៅក្នុងស្បៃហ្នឹងហើយយើងយកមករុំជាមួយនឹងផ្លែសាទូចហើយចំពោះការរុំនឹងដែរយើងត្រូវរុំឲ្យច្រើនចុះបន្តិចដើម្បីកុំឲ្យទៅពេលយើងបោះសាទូចចូលទៅក្នុងទឹកទៅវាលាចេញណាហើយការប្រើថ្ងៃនេះគឺយើងប្រើ spinning glow ដើម្បីស្ទូចដោយសារទឹកវារៀងហូរខ្លាំងអញ្ចឹងយើងប្រើ spinning glow តែបើសិនជាទឹកវារៀងអត់សូវខ្លាំងទេអញ្ចឹងយើងប្រើ quick fish ហើយនេះ quick fish ហ្នឹងវាមានពណ៌ច្រើនណាបងប្អូនវាមានក្រហមខៀវបៃតងពណ៌លឿងនិយាយទៅអាស្រ័យលើយើងចូលចិត្តប្រើមួយណាអញ្ចឹងណាហើយបើសម្រាប់ពណ៌បៃតងនេះវិញពេលដែលយើងបោះចូលទៅក្នុងទឹកពេលយប់ហ្នឹងគឺវាចេញពន្លឺហើយសម្រាប់ចុងក្រោយពេលដែលយើងរុំវារួចហើយគឺយើងត្រូវថែមធូណាប្លាត់នៅលើនុយនឹងទៀតណាបងប្អូនបន្ទាប់ពីចងនុយរួចរាល់ហើយអស់ហើយឥឡូវយើងចាប់ផ្ដើមយកនុយហ្នឹងយកមកភ្ជាប់ជាមួយនឹងខ្សែដងសទូចម្ដងហើយបងប្អូនឃើញបតោកនេះអាហ្នឹងគឺគេហៅsinker អាហ្នឹងសម្រាប់ពេលដែលយើងបោះចូលក្នុងទឹកទៅឲ្យវាធ្លាក់ចូលទៅក្នុងទឹកបើអត់មានអាហ្នឹងទេគឺវានៅអណ្ដែតនៅលើទឹកហ្នឹងឯងហើយសម្រាប់វីដេអូដែលទាក់ទងជាមួយនឹងការចងនុយស្ទូចត្រីហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់តាមដានទស្សនាជួបនឹងខ្ញុំនៅវីដេអូក្រោយទៀតសូមអរគុណ